សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូរបស់ Sheng Yes អឺយ៉ាអ្នកនរគ្នាសុខសប្បាយកាលយើងខានជួបគ្នាមករយៈដែរហើយបាទអញ្ចឹងYes ថ្ងៃនេះយើងមានវីដេអូថ្មីជួយអ្នកនរគ្នាដូចគ្នា Yes សង្ឃឹមថាអ្នកនរគ្នាសុខទុក្ខហើយ profit ច្រើនអ្នកនរគ្នាអញ្ចឹងថ្ងៃនេះថ្ងៃពហុថ្ងៃទី23បាទជាផ្សាយថ្ងៃសុក្របាទក៏ជាថ្ងៃដែលអាចរាប់បានថារៀងគ្រោះថ្នាក់គួរសមដែរបាទសម្រាប់ទីផ្សារយើងអូខេអញ្ចឹងYes យើងកន្លែងទៅមើលនៅក្នុងទីផ្សារយើងវិញបន្តិចទៅអញ្ចឹងឥឡូវខ្ញុំកំពុងនៅក្នុង time frame daily មួយថ្ងៃអូខេអញ្ចឹងតែខ្ញុំធ្លាប់បញ្ជាក់ជូនអ្នកនរគ្នាអញ្ចឹងទីផ្សារនេះអាចរត់នៅក្នុងចន្លោះតម្លៃបាទនៅក្នុង range គ្រាន់តែថា range ធំមករយៈនេះអញ្ចឹងអានេះ daily វាជាថ្ងៃអញ្ចឹងវាច្រើនថ្ងៃដែរពី4មួយខែជាងហើយយើងគិតទៅអញ្ចឹងបើសម្រាប់ខ្ញុំខ្ញុំឃើញត្រង់ចំណុចនេះតាំងពីដើម daily គឺជាចំណុចមួយខ្ពស់តចំណុចនេះគឺជាចំណុចមួយទៀតយើងមិនបាច់យកឡូនេះទេឡូនេះក៏បានដែរអូខេជាចំណុចពីរហ្នឹងជាកន្លែងថ្លៃដែលទាបសម្រាប់ទីផ្សារអូខេអញ្ចឹងខ្ញុំដាក់នេះ4223 4260 3960អូខេអញ្ចឹងអានេះគឺជាអីដែលខ្ញុំមើលឃើញពីទីផ្សារគឺបែបហ្នឹងរត់នៅក្នុងចន្លោះតម្លៃប៉ុណ្ណឹងអញ្ចឹងវាយើងឃើញទៅវាចិត្ត3ឲ្យលេខដែរបាទចិត្ត3ឲ្យលេខដែរវា263លេខបាទក្នុងចន្លោះប៉ុណ្ណឹងអញ្ចឹងឥឡូវបើយើងគិតពីឥឡូវយើងចែកវាជា2បាទ130អានេះវាខ្ទង់នៅបើយើងចែកវាខ្ទង់ចន្លោះ41អ្នកនរ41 10អីហ្នឹងពាក់កណ្ដាលខ្ញុំយក41ទៅវាលៀងគ្នាតិចតួចទេបាទអញ្ចឹងបើយើងមើលពាក់កណ្ដាលមានន័យថាឥឡូវទីផ្សារវាស្ថិតនៅក្នុងពាក់កណ្ដាលហ្នឹងអញ្ចឹងវាអាចទៅលើក៏អាចមកក្រោមវិញដែរបាទអាហ្នឹងវាមើលទៅតាមស្ថានភាពរបស់ទីផ្សារដូចគ្នាអានេះនៅក្នុង time frame daily អញ្ចឹងនៅពេលដែលយើងចូលជា technical daily នៅក្នុងនេះក៏មាន AVG ថងចំណុចនេះមួយដែរសម្រាប់ daily មានមួយដូចគ្នាឃើញទេអញ្ចឹងអត់ទាន់បាន feel ទេកន្លែងហ្នឹងអញ្ចឹងទីផ្សារក៏វាអាចនឹងមានការរត់មកបែបនេះបន្តទៅលើឬក៏ទៅដល់ high នេះវិញឬក៏ពេលខ្លះអាចនឹងទៅហ្មងក៏មានដែរអាហ្នឹងទៅលើអាស្រ័យទៅលើទីផ្សារដែរទេអញ្ចឹងវាអាចទៅអញ្ចឹងវាមានពីរscenario បែបហ្នឹងតើបើយើងមើលទៅលើខ្សែរបស់យើងវិញ MA វិញឃើញថាទីផ្សាររត់នៅក្រោមខ្សែនេះវាច្រើនរយៈពេលហើយប៉ុន្តែឥឡូវឃើញថាងើបផុតខ្សែបាក់ daily ផុតខ្សែហើយគ្រាន់តែមានមួយបកគោចូលមកក្រោមមែនប៉ុន្តែអត់ទាន់ប្រកាសថាទៅផុតក្រោមវិញទេបាទអញ្ចឹងបើយើងមើលនៅក្នុង daily យើងចាប់ daily ត្រង់ចំណុចនេះក៏អត់ទាន់មានទៅណារួចដែរនៅក្នុងហ្នឹងទេនៅក្នុងហ្នឹងឡើយទេអញ្ចឹងអាហ្នឹងក៏អីដែលយើងអាចមើលបានដែរថាវាអាចនឹងមានភាគរយទៅលើដូចគ្នាអាចនឹងមានការ fill AVG នេះទៅលើដូចគ្នាអញ្ចឹងបើសិនជាបិទមកអត់ផុតខ្សែហ្នឹងទេធំហ្នឹងឧទាហរណ៍ធំហ្នឹងពីខ្សែមួយគត់ឡើងរត់ទៅដល់បិទបានត្រឹមខ្សែមួយគត់ហ្នឹងក៏អាចមានឱកាសទៅរកខ្សែ169ដែលជា high ចាស់បាទដែលមិនសូវមិញហើយក៏អាចបន្តទៅរកខ្សែ223ដែរអាហ្នឹងជាការមើលនៅក្នុង time frame daily ពីទីផ្សារបាទអញ្ចឹងអាហ្នឹងគឺមួយអញ្ចឹងយើងក៏លេចទៅមើលនៅក្នុង time frame 4ម៉ោងវិញអ្នកនរគ្នាហើយបើយើងវាស់ជា Fibo វិញប៉ុណ្ណឹងក៏វាចូលdiscount ដែរបាទ 50% ដែរអញ្ចឹងក៏វាមានទៅនឹងមួយគាត់ថាបើយើងមើលចាក់ស្ដែងវាមកដល់នេះ41មកដល់ពាក់កណ្ដាលគឺ40 ច្រើនអ្នកគ្នាច្រើនអញ្ចឹងវាអាចថាគ្រោះថ្នាក់សម្រាប់យើងអ្នកជួញដូរដែរបាទតែយើងមើល MA នេះគឺ83បាទតម្លៃ83ក៏គៀកនៅតំបន់ FVG នឹងដូចគ្នាដែរហ៊ុញតម្លៃបន្តទៅលើដូចគ្នាអូខេអញ្ចឹងអានេះនៅក្នុង time frame 4ម៉ោងខ្ញុំអត់ចាប់ឲ្យច្រើនទេយើងគ្រាន់តែមើលទូអញ្ចឹងបែបហ្នឹងយើងក៏លេចទៅមើលនៅក្នុង time frame 1ម៉ោងវិញបាទ time frame 1ម៉ោងក៏ដូចគ្នាឃើញថាទំនោរក៏បើយើងមើលជា trend វិញទៅលើទេអត់បញ្ហាទេអញ្ចឹងបើសិនជាធ្លាក់មកដល់ចំណុចម្ដុំនេះប៉ះ trend នេះវិញក៏ក្បែរតម្លៃហ្នឹងដែរ70 80ដុល្លារហើយបានអាចថារកមកលើនេះដូចគ្នាអញ្ចឹងវាអាហ្នឹងជារបៀបដែលយើងមើលទីផ្សារពី time frame ធំមកទូចឥឡូវធ្លាក់ដល់94បាត់ហើយអញ្ចឹងឥឡូវយើងនៅក្នុង time frame 15នាទីអ្នកនរគ្នាតាមពិតទីផ្សារនេះបើមុននឹងចេញវីដេអូនេះខ្ញុំគិតថាវាអត់ទាន់មានអី
ដែលឲ្យទៅលើឬក៏ទៅក្រោមទេអត់ទាន់មានសញ្ញាទេប៉ុន្តែឥឡូវបន្ទាប់ពីវាបែកអឺជើងខាងក្រោមនេះហើយឃើញបិទស្អាតទៀតអញ្ចឹងឃើញថាទីផ្សារនេះនឹងបន្តទៅក្រោមជាងទៅលើឆ្ងាយអ្នកនរគ្នាអញ្ចឹងវាជាចំណុចមួយដែរនេះដែលមុនហ្នឹងជាទីផ្សារដែលគួរអាចត្រូវធ្វើបាទគឺ40ហើយនឹងម្ដុំនេះក៏ដូចគ្នាវាធម្មតាវាត្រូវបែករែងម្ដុំនេះសិនបាទប៉ុន្តែវាអត់បែកទៅលើទេបាទវាបែកមកក្រោមអញ្ចឹងអាហ្នឹងក៏វានឹងរត់ទៅក្រោមដូចគ្នាអញ្ចឹងឥឡូវទីផ្សារឥឡូវកំពុងតែមកហើយអញ្ចឹងបើយើងចូលជាស៊ីនហ្មងទៅថ្ងៃនេះប្រហែលខ្ញុំអត់មានស៊ីនអ្នកនរនេះទេតែយើងមើលទីផ្សារជាក់ស្ដែងអញ្ចឹងកន្លែងនេះក៏ជាកន្លែងដែលវាត្រូវហូលម្ដុំនឹងដូចគ្នាវាមានច្រើនកលៈដូចគ្នាអញ្ចឹងបើយើងគូមុនហ្នឹង FVG ដែលត្រូវ fill នៅក្នុង4ម៉ោងក៏មានចំណុចមកដល់បាត់ហើយអ្នកនរគ្នាចំណុចហ្នឹងអូខេ FVG 4ម៉ោងនេះយើងត្រឡប់ទៅ15នាទីវិញអូខេឃើញចូលនៅក្នុងអញ្ចឹងវាអាចថាជាតម្លៃដែលយើងអាចទិញបានបើដល់អសន្នហើយ TP យើងមករកក្នុងโซននេះវិញបាទ41ទៅ41.20វិញនៅក្នុងโซននេះវិញដូចគ្នាអញ្ចឹងទីផ្សារយើងអាចថារត់ពីនេះមករកចន្លោះប៉ុណ្ណេះវិញអញ្ចឹងអានេះជាទីផ្សារបច្ចុប្បន្នតែខ្ញុំមើលឃើញអញ្ចឹងបើសិនជាមានការ break ត្រង់ចំណុចហ្នឹងដូចគ្នាក៏អាចនឹងបន្តមករកខាងក្រោមដូចគ្នាអញ្ចឹងជើងខាងក្រោមយើងអត់អីពិបាកទេអ្នកគ្នាតម្លៃដែលធ្លាប់មកដល់40.45ហ្នឹងម្ដុំជើងក្រោមនេះគឺច្រើនយើងយកម៉ៅចេះហ្មងក៏បានដែរអូខេអញ្ចឹងខ្ញុំដាក់ថាតម្លៃម្ដុំនេះយើងគិតតែ40ស្ដើងចុះមិនបាច់ដល់39ទេបាទឬក៏យើងយកធំអូខេ40.20ដែរចន្លោះប៉ុណ្ណឹងដែរអញ្ចឹងទីផ្សារក៏អាចនឹងរត់មកអញ្ចឹងដូចគ្នាអញ្ចឹងអាហ្នឹងនៅក្នុងស៊ីនទី1បាទវាបែបហ្នឹងអូខេយើងមានប៉ុណ្ណឹងបើសិនជាទីផ្សារនៅតែបន្តបំបែកតម្លៃត្រង់ហ្នឹងអញ្ចឹងបើអត់ទេវាអាចនឹងរត់ឡើងទៅលើវិញប៉ុន្តែទីផ្សារហ្នឹងនឹងអត់ទៅមិនសូវជាឆ្ងាយទេអាចថារត់ជាranging ចន្លោះប៉ុណ្ណាបាទពី49ទៅ41.60ជាបដោះអាសន្នដូចគ្នាអញ្ចឹងវានឹងមានការងារដែលត្រូវធ្វើផ្សេងដូចគ្នាដែរអូខេអញ្ចឹងបើយើងងាកទៅមើលនៅក្នុងនេះដោយសារខ្ញុំគូច្រើនមែនតើអ្នកនរគ្នាអញ្ចឹងខ្ញុំធ្លាប់គូអញ្ចឹងនៅក្នុងនេះវាមានច្រើនមាន IVG ជា daily ផងមាន OB 4ម៉ោង FVG 4ម៉ោងបាទ demand អីផ្សេងអញ្ចឹងបើសិនជាទីផ្សារវាមានភាគរយដែលវានឹងរត់មករកក្រោមនេះក៏មានដែរអញ្ចឹងចន្លោះទៅ40ស្ដើងឬក៏49.9របស់យើងដដែលអាហ្នឹងជាទីផ្សារមួយដែលយើងប្រយ័ត្នប្រយែងហើយថ្ងៃនេះក៏ថ្ងៃពហុថ្ងៃសុក្រផងអាចមាន reversal ច្រើនអញ្ចឹងបើយើងងាកទៅមើលពីថ្ងៃច័ន្ទថ្ងៃច័ន្ទយើង recap market ថ្ងៃច័ន្ទបែបនេះអាចថាវានៅក្នុង sideways ប៉ុន្តែឡើងខ្លះបាទអញ្ចឹងថ្ងៃអង្គារវាជា continuation ថ្ងៃពុធក៏ដូចគ្នាបាទអញ្ចឹងថ្ងៃពហុចាប់ដើមមាន reversal មកបន្តិចហើយថ្ងៃពុធបាទនេះវាចូលយប់យូរយកវាឆ្លងថ្ងៃបាត់ហើយបាទអញ្ចឹងយើងគិតទៅវាចូលថ្ងៃពហុហ្នឹងចាប់ដើមមកបាត់ហើយបាទចាប់ដើម reversal បាត់ហើយអញ្ចឹងថ្ងៃសុក្រក៏វាអាចធ្វើការងារនឹងដូចគ្នាក៏វាអាចនឹងមាន reversal មកបន្តប៉ុណ្ណឹងដែរឬក៏ពេលខ្លះវារត់មកត្រឹមពាក់កណ្ដាលនេះហើយ fill ជា OB ជា FVG 4ម៉ោង daily ផ្សេងហើយវាអាចនឹងបន្តទៅលើដូចគ្នាហ្នឹងជាអីដែលទីផ្សារនឹងយើងត្រូវមើលយើងត្រូវដឹងទៅក្នុងទីផ្សារហ្នឹងអូខេអញ្ចឹងសម្រាប់ទីផ្សារខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងយើងទៅមើលនៅក្នុង Forex Factory ថ្ងៃនេះវាមាន medium impact ទេតើតជាមួយនឹង unemployment claim អញ្ចឹងវា medium impact ទេអត់មានអីប៉ះពាល់ខ្លាំងដែរទេបាទអញ្ចឹងបើសិនជាចេញមកទៅនៅតែជាងការព្យាករណ៍វាល្អសម្រាប់លុយដុល្លារវិញមានន័យថាអ្នក unemployed ហ្នឹងមានតិចជាងអញ្ចឹងវាប្រសើរជាងបាទវាល្អជាងមានច្រើនខាងគេត្រូវ pay ច្រើនដូចគ្នាអញ្ចឹងអាហ្នឹងគឺវាមួយគ្រាន់តែថាវា medium impact ទេអញ្ចឹងកត្តាដែលប៉ះពាល់វាមិនអាចថាមិនខ្លាំងពេកដែរបាទអញ្ចឹងទីផ្សារខ្ញុំមានតែប៉ុណ្្នឹងដូចគ្នាសម្រាប់វីដេអូថ្ងៃហ្នឹងមិនមានច្រើនទេអញ្ចឹងអរគុណអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយ